សួស្តីអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពីការចូលទៅកាន់ report H1 ដែលជារបាយការណ៍ចំណាយដំបូងឡើយយើងត្រូវចូលទៅលើ menu report បន្ទាប់មកចូលទៅកាន់ report accounting ហើយធ្វើការคลิกទៅលើ H1 ហើយយើងអាចចូលទៅតាមវិធីម្យ៉ាងទៀតយើងចូលទៅលើ menu accounting បន្ទាប់មកចូលទៅកាន់ report accounting ហើយធ្វើការคลิกទៅលើ H1 បានដូចគ្នាឥឡូវនេះយើងចូលមកដល់ report H1 ហើយដើម្បី search report របស់ H1 គឺយើងអាច search តាមរយៈថ្ងៃចាប់ផ្ដើមហើយយើងអាច search តាមរយៈថ្ងៃបញ្ចប់ហើយយើងអាច search តាមរយៈឈ្មោះ user ហើយយើងអាច search តាមរយៈប្រភេទ H1 ហើយយើងអាច search តាមរយៈ description ហើយយើងអាច search តាមរយៈ currency ដែលជាប្រភេទប្រាក់ដុល្លារឬមួយក៏ជាប្រភេទប្រាក់រៀលហើយយើងអាច search តាមរយៈសាខាណាមួយក៏បានបន្ទាប់មកយើងធ្វើការចុចទៅលើប៊ូតុង search ហើយវានឹងបង្ហាញ visa នៅខាងក្រោមដែលជា visa របស់ report H1 បន្ទាប់មកនៅខាងក្រោមនេះគឺជាប្រាក់សរុបរបស់ H1 ទាំងអស់ហើយយើងអាចធ្វើការ print ទៅលើ report H1 បានយើងคลิกទៅលើប៊ូតុង print